យៈការស្រាវជ្រាវបានដឹងថាព្រះសិទ្ធនិងព្រះកាយរបស់បដិមានេះបានរកឃើញនៅកន្លែងពីរផ្សេងគ្នាព្រះសិទ្ធរកឃើញនៅក្រោមបល្ល័ង្កដ៏ធំមួយនៃខឿនព្រះវិហារវត្តទេពប្រណមបរិវេណអង្គរធំដោយលោក Henry Marshall នាខែកក្កដាឆ្នាំ1950នៅឆ្នាំដដែលថ្ងៃទី25ខែសីហាព្រះសិទ្ធបានយកទៅទុកនៅសារមន្ទីរជាតិនៃកម្ពុជារាជធានីភ្នំពេញដើម្បីរក្សាសុវត្ថិភាពនិងចុះបញ្ជីលេខក990ចាប់ពីខែកក្កដាឆ្នាំ2005ដល់ខែកញ្ញាឆ្នាំ2006ព្រះសិទ្ធនេះបានដាក់តាំងពិព័រណ៍នៅប្រទេសជប៉ុនខែវិច្ឆិកាឆ្នាំ2007ព្រះសិទ្ធបានយកមកតាំងពិព័រណ៍នៅសារមន្ទីរជាតិអង្គរខេត្តសៀមរាបចំណែកឯព្រះកាយវិញរកឃើញនៅរោងទងខាងត្បូងរួតទី2នៃប្រាសាទអង្គរវត្តដែលបានតភ្ជាប់ជាមួយនឹងព្រះសិទ្ធព្រះពុទ្ធសម័យក្រោយអង្គរប្រហែលសតវត្សទី16បដិមានេះបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនាទសវត្សរ៍ឆ្នាំ1990ដោយចុះបញ្ជីលេខ N537 នៅខែកញ្ញាឆ្នាំ2016លោកបណ្ឌិត Olivier Coinang បានស្រាវជ្រាវនិងប្រើប្រាស់កម្មវិធី Scan 3D ដើម្បីបញ្ជាក់ថាព្រះសិទ្ធលេខក990ត្រូវនឹងព្រះកាយនៃបដិមាលេខ N537 ប្រកាសមែនដោយទទួលបានការឯកភាពពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី26ខែមិថុនាឆ្នាំ2024ព្រះកាយលោកកេសរនេះបានដឹកមករក្សាទុកនៅសារមន្ទីរជាតិអង្គរក្នុងខែសីហាឆ្នាំ2024ព្រះសិទ្ធនិងព្រះកាយត្រូវបានតភ្ជាប់ឡើងវិញដោយជោគជ័យដោយក្រុមបច្ចេកទេសនិងជួសជុលនៃសារមន្ទីរជាតិអង្គរនិងបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលគោនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2025យោងតាមសាលាច្រឹកភិមានអាកាសនិងការស្រាវជ្រាវរបស់លោក Soxedes ក្នុងឆ្នាំ1958បានបង្ហាញថាព្រះបរមរូបរបស់ព្រះបាទជ័យវរ្ម័នទី7ទំនងជាមាន3ទម្រង់ដូចជាមនុស្សលោកេសរនិងព្រះពុទ្ធបដិមាគង់សមាធិដែលមានទម្រង់ដូចព្រះបាទជ័យវរ្ម័នទី7ហើយមានស្នាមរូបព្រះពុទ្ធអមិតភក្ត្រនៅលើភ្នំសក់នេះអាចសន្និដ្ឋានបានថាជាព្រះបរមរូបរបស់ព្រះបាទជ័យវរ្ម័នទី7ឆ្លាក់ក្នុងទម្រង់ព្រះពោធិសត្វលោកេសរដើម្បីជួយសង្គ្រោះមនុស្សលោកឲ្យរួចផុតពីទុក្ខវេទនាផ្សេងៗ